បងយីបស្រុនបានបរិច្ចាគថវិកាដល់ខ្លួនដើម្បីជួយនៅក្នុងការចូលរួមជាមួយនឹងមូលនិធិបរិច្ចាគទៅខាងកងទ័ពជួរមុខហើយនឹងជនពិសឹកខាងសុខខ្មែរបាទខាងយើងនឹងរៀបចំជូនបងប្អូនណាបាទក្នុងនេះយើងមានថវិការបស់យើងមកចំណាយហើយគាត់ថាយើងចង់ឲ្យបងប្អូនពិសេសបងប្អូនដែលទស្សនានៅក្នុងការ live នេះហើយនឹងបងប្អូនដែលទស្សនានៅតាមវិទ្យាឋាននៅតាមនៅពីស្រុកខ្មែរក្តីនៅតាមរដ្ឋផ្សេងៗក្តីបើសិនតែមានការចង់ចូលរួមធ្វើបុណ្យរួមគ្នាជាមួយ MC ឬក៏ Angkor Research Center បងប្អូនអាចបរិច្ចាគតាមសទ្ធាជ្រះថ្លាបាទខាងយើងនឹងទទួលពីជំនួយបងប្អូនដើម្បីយើងរួបរวมគ្នាញ៉ាទៅឲ្យបងខាងអ្នកដឹកនាំចុះទៅគាត់នឹងចាត់ចែងឯងបងប្អូនណាបាទអញ្ចឹងក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក៏ដូចជាជួយពេលដែលយើងកំពុងតែមានបញ្ហាពេលនេះគឺជាពេលដែលយើងត្រូវជួយគ្នារួបរวมគ្នាហើយខំប្រឹង